តើអ្នកធ្លាប់មានអារម្មណ៍ថាធ្វើការគ្រប់ពេលវេលាគ្រប់កន្លែងលែងមានពេលសម្រាប់ខ្លួនឯងហើយបញ្ហាដែលមនុស្សភាគច្រើនជួបយកការងារទៅផ្ទះគ្មានពេលសម្រាកភ្លេចថែខ្លួននិងគ្រួសារគិតថាត្រូវខំជានិច្ចទើបជោគជ័យថ្ងៃនេះខ្ញុំចង់និយាយអំពីការបែងចែកពេលវេលាផ្ទាល់ខ្លួននិងពេលវេលាធ្វើការឲ្យគេជាទូទៅមនុស្សជាច្រើនគិតថាបើធ្វើការខ្លាំងគឺជោគជ័យប៉ុន្តែពេលខ្លះយើងខ្លាំងរហូតភ្លេចខ្លួនឯងយើងយកការងារទៅផ្ទះគេងក៏គិតពីការងារញ៉ាំក៏មិនមានអារម្មណ៍នេះហើយជាហេតុធ្វើឲ្យអស់កម្លាំងនិងអស់ចិត្តដំណោះស្រាយល្អបំផុតគឺកំណត់ពេលវេលាធ្វើការនិងពេលសម្រាកឲ្យច្បាស់លាស់ពេលធ្វើការធ្វើឲ្យបានពេញលេញពេលសម្រាកឲ្យចិត្តស្ងប់ស្ងាត់តាមពិតទៅជោគជ័យពិតប្រាកដមិនមែនមានតែប្រាក់ទេតែគឺជាជីវិតដែលមានសុខភាពមានពេលសម្រាប់ខ្លួនឯងនិងគ្រួសារជាក់ស្ដែងសម្រាប់ជីវិតខ្ញុំជាបុគ្គលិកផ្នែកបម្រើនិងថែរក្សាអតិថិជនខ្ញុំធ្វើការ6ថ្ងៃក្នុងមួយសប្តាហ៍ហើយ8ម៉ោងក្នុងមួយថ្ងៃពេលវេលានេះមិនច្រើនពេកទេប៉ុន្តែដោយសារតួនាទីជាអ្នកបម្រើនិងថែរក្សាអតិថិជនទើបធ្វើឲ្យខ្ញុំឆ្លើយតបនិងដោះស្រាយជូនអតិថិជនគ្រប់ពេលដែលអតិថិជនមានតម្រូវការពេលខ្លះក៏មានអារម្មណ៍ថាហត់និងធុញទ្រាន់នឹងជីវិតបែបនេះសូម្បីតែថ្ងៃឈប់សម្រាកក៏ត្រូវឆ្លើយតបជាមួយអតិថិជនដែរពេលខ្លះត្រូវបានស្វាមីខឹងមិនសប្បាយចិត្តហើយនិយាយថាទោះថ្ងៃឈប់សម្រាកក៏នៅតែធ្វើការដែរមានពេលខ្លះសុំច្បាប់ឈឺហើយក៏មិនអាចបិទទូរស័ព្ទបានដែរនេះហើយជាជីវិតពិតទោះលំបាកប៉ុណ្ណាក៏យើងត្រូវតែទៅមុខសម្រាប់ខ្ញុំពិបាកបែងចែកពេលវេលាបន្តិចប៉ុន្តែខ្ញុំនៅតែអាចធ្វើឲ្យក្រុមគ្រួសារខ្ញុំកក់ក្ដៅបានតាមរយៈការផ្ដល់ក្ដីស្រឡាញ់ឲ្យគ្រួសារខ្ញុំឲ្យតម្លៃលើពេលវេលាដែលខ្ញុំមានបន្តិចបន្តួចជាមួយគ្រួសាររបស់ខ្ញុំកម្រខឹងឬឆ្លោះគ្នាណាស់ប្រសិនបើអ្នកគិតថាអ្វីដែលខ្ញុំនិយាយនេះសមស្របហើយត្រូវនឹងអ្វីដែលអ្នកគិតដែរសូម Subscribe Channel របស់ខ្ញុំផងសូមអរគុណ